ក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ចាស់ថ្ងៃនេះជួបគ្នាជាមួយគ្រូម្ដងទៀតគឺជាថ្ងៃថ្មីដែលព្រះអង្គបានបង្កើតពន្លឺថ្ងៃនេះមកដើម្បីឲ្យយើងបានរស់នៅលើផែនដីរបស់ព្រះអង្គដែលជាស្នាមព្រះហស្ថរបស់ព្រះអង្គហើយយើងទាំងអស់គ្នាក៏ជាស្នាមព្រះហស្ថរបស់ព្រះអង្គដ៏ល្អចា៎អញ្ចឹងទាំងខ្យល់ទាំងអ្វីដែលនៅលើផែនដីនេះសិតតែជារបស់ព្រះអង្គអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងមានមេរៀនមួយដែលជាមេរៀនបំពេញជីវិតមេរៀនទី19រោគវិថីរក្សាសុខភាពនៅរដូវរំហើយជានិយាយពីរដូវរំហើយគឺជារដូវដែលធ្លាក់ខ្យល់មែនទេគាត់ចាអញ្ចឹងនៅពេលដែលរដូវរំហើយមកដល់កូនត្រូវតែថែរក្សាសុខភាពទាំងអស់គ្នាត្រូវតែប្រយ័ត្នទាំងអស់គ្នាចាជាពិសេសប្រយ័ត្ននៅសុខភាពរបស់យើងនៅពេលដែលយើងជួបរដូវរំហើយអាចឲ្យយើងមានជំងឺផ្ដាសាយណាអាចឲ្យយើងមានកង្វះជាតិទឹកអាចឲ្យយើងបង្កនៅមានជំងឺផ្សេងជាច្រើនទៀតចាអញ្ចឹងថ្ងៃនេះយើងរៀនជាមួយគ្នានៅរដូវរំហើយអ្នកគ្រូចង់បង្ហាញកូនមាន3ចំណុចដែលយើងត្រូវរៀនជាមួយគ្នានៅពេលដែលមានរដូវរំហើយមកដល់យើងអាចនឹងកើតជំងឺផ្ដាសាយណាអាចនឹងមានជំងឺភ្នែកក្រហមអាចនឹងប្រេះបបោអាចនឹងប្រេះបបោមាត់ចាកូនណាដែលធ្លាប់កើតជំងឺផ្ដាសាយចាអញ្ចឹងគ្រប់គ្នាតែងតែមានជំងឺផ្ដាសាយណានៅរដូវរំហើយជំងឺផ្ដាសាយមិនថានៅរដូវរំហើយមិនថានៅរដូវក្តៅវាតែងតែបង្កមេរោគឲ្យកើតជំងឺផ្ដាសាយឥឡូវនេះសឹងតែគ្រប់រដូវតែម្ដងអញ្ចឹងសូមកូនថែរក្សាសុខភាពទាំងអស់គ្នាចាជាពិសេសគឺនៅរដូវរំហើយដែលអ្នកគ្រូបានបង្រៀននេះចាអញ្ចឹងនៅពេលដែលយើងកើតជំងឺផ្ដាសាយតើយើងមានអាការៈអីកើតឡើងដែលលេចឡើងលើខ្លួនយើងណាផ្ដាសាយនេះគ្រូចង់និយាយថាមានរោគសញ្ញាអីដែលកើតឡើងនៅលើខ្លួនយើងចាផ្ដាសាយណាអាចនឹងហៀសម្បោអាចនឹងឈឺបំពង់កអាចនឹងមានស្លេសនៅបំពង់កអាចនឹងឈឺក្បាលអាចនឹងក្តៅខ្លួនចានេះគឺជារោគសញ្ញាគេហៅថាអាការៈដែលនៃការកើតជំងឺផ្ដាសាយអញ្ចឹងកូនស្គាល់ពីអាការៈនៃជំងឺផ្ដាសាយដែលអ្នកគ្រូបានរៀបរាប់មិញហើយក៏កូនធ្លាប់កើតនៅលើខ្លួនរបស់កូនដែរមែនទេអញ្ចឹងដើម្បីការពារនៅជំងឺផ្ដាសាយអញ្ចឹងកូនត្រូវតែឧស្សាហ៍នឹងលាងដៃរបស់កូនឲ្យបានស្អាតដែរហើយនៅរដូវរំហើយណាពេលមានអ្នកជំងឺផ្ដាសាយក៏កូនមិនត្រូវទៅជិតហើយបើកូនចង់ទៅជិតណាកូនអាចពាក់ម៉ាស់ការពារខ្លួនឯងបើសិនជាអ្នកជំងឺក៏អត់ពាក់ម៉ាស់ហើយបើសិនជាកូនមានជំងឺផ្ដាសាយកូនពាក់ម៉ាស់ការពារខ្លួនយើងហើយការពារដល់អ្នកដទៃផងដែរចា៎ហើយនៅរដូវរំហើយណាកូនត្រូវតែធ្វើគេពាក់អាវណាឲ្យមានពាក់អាវដែលវែងគេហៅថាអាវក្រាស់ដើម្បីឲ្យកូនមានភាពកក់ក្ដៅហើយជាពិសេសកូនត្រូវការញ៉ាំទឹកឲ្យបានច្រើនចានៅរដូវរំហើយកូនភាគច្រើនគឺអត់ចង់ញ៉ាំទឹកទេចាអញ្ចឹងជាពិសេសដើម្បីថែរក្សាសុខភាពយើងចឹងកូនត្រូវតែញ៉ាំទឹកឲ្យច្រើនទឹកគឺជួយយើងបានមួយផ្នែកណាញ៉ាំទឹកឲ្យច្រើនឲ្យបានគ្រប់គ្រាន់ដើម្បីជួយដល់រាងកាយរបស់យើងដើម្បីអាចទប់ទល់នឹងជំងឺបានមួយផ្នែកដែរចាអញ្ចឹងយើងទី2យើងចូលដល់ជំងឺភ្នែកក្រហមអញ្ចឹងនៅរដូវរំហើយជំងឺភ្នែកក្រហមពេលដែលធ្លាក់ខ្យល់អាចនឹងមានដីហុយចូលភ្នែកយើងញីភ្នែកនិយាយអាចឲ្យយើងកើតជំងឺភ្នែកក្រហមអញ្ចឹងនៅពេលដែលយើងកើតជំងឺភ្នែកក្រហមណាចាកូនធ្លាប់កើតអត់ចាធ្លាប់កើតមែនទេឈឺអត់ឈឺអញ្ចឹងកូនត្រូវទៅណាចាកូនទៅមន្ទីរពេទ្យចាដើម្បីបង្ការកុំឲ្យកូនកើតជំងឺភ្នែកក្រហមនោះចាជាពិសេសកូនត្រូវលាងដៃឲ្យបានញឹកញាប់ណាដៃពីព្រោះដៃរបស់កូនគឺមានធូលីដីអញ្ចឹងនៅពេលដែលធូលីដីប៉ះភ្នែករបស់កូនហ
ហើយមានមេរោគដែលនៅក្នុងភ្នែករបស់កូនវាអាចបណ្ដាលឲ្យកូនកើតជំងឺភ្នែកកើតជំងឺភ្នែកក្រហមដែរចាហើយកូនកុំប្រែណែបានន័យថាកូនកុំយកដៃរបស់កូននឹងញីភ្នែកញឹកញាប់ពេកហើយជាពិសេសបើសិនជាកូនមានជំងឺភ្នែកក្រហមក៏កូនកុំប្រើរបស់របររួមគ្នាដែរចាអញ្ចឹងនេះជាវិធីការពារណាអញ្ចឹងកូនលាងដៃឲ្យញឹកញាប់ហើយក៏កូនកុំយកដៃញីភ្នែកណាញឹកញាប់ចាកុំញីហើយកុំប្រើរបស់របររួមនេះអញ្ចឹងនៅពេលដែលកូនប្រើរបស់របររួមគ្នាគឺធ្វើឲ្យកូនកើតជំងឺភ្នែកកើតជំងឺភ្នែកក្រហមគេហៅថាឆ្លងគ្នាចាឆ្លងជំងឺភ្នែកក្រហមអញ្ចឹងយើងបានពីរមែនទេមិញយើងបាននិយាយអំពីជំងឺជំងឺផ្ដាសាយហើយទី2និយាយអំពីជំងឺភ្នែកក្រហមអញ្ចឹងកូនស្គាល់តាំងពីអាការៈដែលលេចឡើងនៅខ្លួនកូនជំងឺផ្ដាសាយចាហើយកូនក៏ស្គាល់ពីអាការៈដែលជំងឺភ្នែកក្រហមណាភ្នែកក្រហមធ្វើភ្នែកឲ្យកូនឈឺមែនទេធ្វើភ្នែកឲ្យកូនហើមមែនអត់ជាអាការៈរបស់វាចាអញ្ចឹងទី3យើងជំងឺប្រេះបបោមាត់កូនធ្លាប់ប្រេះបបេមាត់នៅរដូវរំហើយធ្វើបបេមាត់កូនស្ងួតបានថាបបេមាត់កូនហ្នឹងអត់មានជាតិទឹកទេអញ្ចឹងកូនត្រូវការញ៉ាំទឹកឲ្យបានច្រើនអញ្ចឹងបបោមាត់កូនហ្នឹងអត់មានជាតិទឹកចាអញ្ចឹងបញ្ហាដែលកើតឲ្យមានជំងឺប្រេះបបេមាត់ហ្នឹងតែបើសិនជាមនុស្សធំវិញអ្នកគាត់អាចនឹងពិសាកាហ្វេនិងគ្រឿងស្រវឹងច្រើនគាត់ដោយសារគាត់ញ៉ាំទឹកអញ្ចឹងគាត់កាហ្វេនិងគ្រឿងស្រវឹងហ្នឹងអាចឲ្យគាត់ប្រេះបបេមាត់របស់គាត់ណាអាចមកពីអាកាសធាតុចាអាកាសធាតុដោយសារអាកាសធាតុហ្នឹងវាខ្យល់ខ្លាំងពេកធ្វើឲ្យគាត់ស្ងួតបបេមាត់ធ្វើឲ្យគាត់ស្ងួតស្បែកអញ្ចឹងហើយបានគេត្រូវការឲ្យកូនញ៉ាំទឹកឲ្យបានច្រើនចាការលឹកបបោមាត់កូនស្គាល់លឹកទេកូនធ្លាប់លឹកអត់លឹកបបោមាត់ចាគឺលឹកបែបហ្នឹងគេហៅថាលឹកបបោមាត់ការដកដង្ហើមតាមមាត់កូនធ្លាប់ដកដង្ហើមតាមមាត់អត់នៅពេលដែលកូនតឹងចំហអីតឹងចំហខ្លះកូនត្រូវដកដង្ហើមតាមមាត់ណាគឺចំហយើងអត់មានដង្ហើមទេកូនដកដង្ហើមតាមមាត់ធ្វើឲ្យមាត់វាចំហហើយនឹងចំហាយក្តៅចេញពីមាត់របស់យើងធ្វើឲ្យបបេមាត់របស់យើងស្ងួតហើយធ្វើឲ្យប្រេះបបោមាត់ចាបញ្ហាសុខភាពរបស់កូនចាបញ្ហាសុខភាពរបស់កូនមិនសូវជាល្អទេខ្សោះចាដូចជាកូនអត់មានអាហារអត់មានជាតិទឹកអត់មានអីអញ្ចឹងសំខាន់កូនត្រូវការញ៉ាំទឹកឲ្យបានច្រើនចាអញ្ចឹងបញ្ហាថែរក្សាសុខភាពយើងនៅរដូវរំហើយនេះជាពិសេសណាអ្នកគ្រូលើកទឹកចិត្តកូនត្រូវការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ចាហើយជាពិសេសកូនអនាម័យចាអនាម័យម៉េចចាអនាម័យទាំងការហូបចុកអនាម័យទាំងការលាងដៃរបស់កូនឲ្យបានញឹកញាប់ទៅដើម្បីកុំឲ្យកូនមានមេរោគនិងមានជំងឺទាំងអស់នឹងកើតឡើងអញ្ចឹងអរគុណព្រះអង្គនៅពេលដែលអ្នកគ្រូបានបង្រៀនឲ្យអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាអនុវត្តនៅជាមួយខ្លួនឯងហើយជាមួយក្រុមគ្រួសាររបស់កូនហើយនឹងកូននឹងអនុវត្តបន្តទៀតជាមួយនឹងមិត្តភ័ក្តិរបស់កូនអាចយកទៅប្រាប់មិត្តភ័ក្តិរបស់កូនបន្តដូច្នេះសូមព្រះប្រទានពរកូនគ្រប់គ្នាសូមព្រះអង្គថែរក្សាកូន